ក្រសួងការពិជាតិរុស្ស៊ីនៅថ្ងៃសុក្រទី23ខែឧសភាឆ្នាំ2025នេះបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន112គ្រឿងហើយទីក្រុងមូស្គូបានសន្តិដ្ឋក្រោមគោលដៅនៃការវាយប្រហារជាថ្មីម្ដងទៀតនិងបានបង្កឲ្យប្រលានយន្តហោះមួយចំនួនរងការរំខាននេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP គិតចាប់តាំងពីយប់ថ្ងៃប្រហោះមកទល់នឹងព្រឹកថ្ងៃសុក្រនេះក្រសួងការពិជាតិរុស្ស៊ីបានឲ្យដឹងថាប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ស្ទាក់នឹងកំទេចយន្តហោះដ្រូន112គ្រឿងរបស់អ៊ុយក្រែនក្នុងនោះរួមមានទាំង24គ្រឿងដែលបានហោះសម្ដៅមករករដ្ឋធានីមូស្គូយ៉ាងណាក្តីមានមនុស្ស8នាក់បានរងរបួសនៅក្នុងតំបន់លីពេកដោយសារបំដែករបស់យន្តហោះដ្រូនដែលត្រូវបានបាញ់ស្កាត់ប៉ុន្មានថ្ងៃចុងក្រោយនេះរុស្ស៊ីបានប្រកាសអំពីការបាញ់ស្ទាក់យន្តហោះដ្រូនអ៊ុយក្រែនសរុបរាប់រយគ្រឿងរុស្ស៊ីនិងអ៊ុយក្រែនបានប្រើដ្រូនវាយប្រហារគ្នាទៅវិញទៅមកសឹងតែរៀងរាល់ថ្ងៃលោកវ្លាឌីមៀពូទីនប្រធានាធិបតីរុស្ស៊ីបានបដិសេធម្ដងហើយម្ដងទៀតចំពោះការអំពាវនាវរបស់ទីក្រុងគៀវនិងក្រុមលោកខាងលិចដែលចង់ឲ្យមានបទជប់បាញ់រយៈពេលយូរភ្លាមៗដោយឥតលក្ខខណ្ឌដើម្បីបើកផ្លូវឆ្ពោះទៅរកការចរចាគ្នាបិទបញ្ចប់សង្គ្រាមដែលអូសបន្លាយជាង3ឆ្នាំមកហើយសប្តាហ៍ថ្ងៃរុស្ស៊ីកំពុងគ្រប់គ្រងប្រហែល 20% នៃទឹកដីរបស់អ៊ុយក្រែនដោយរាប់បញ្ចូលទាំងឧបទ្វីបគ្រីមៀដែលរុស្ស៊ីក្រសោបយកតាំងតែពីឆ្នាំ2014សូមជម្រាបថាសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ2022ហើយបានសម្លាប់មនុស្សរាប់សិបម៉ឺននាក់និងបង្ខំឲ្យមនុស្សរាប់លាននាក់ព្រាត់ប្រាសពីផ្ទះសម្បែងហើយបង្កការបំផ្លិចបំផ្លាញហិនហោចជាពិសេសនៅតំបន់ភាគខាងត្បូងនិងខាងកើតប្រទេសអ៊ុយក្រែន